សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកវិញហើយជាមួយនឹងរឿងនិទានថ្មីបាទហើយរឿងនេះដែរក៏មានពីអ្នកប្តីប្រពន្ធគាត់ធ្វើដំណើរពីខេត្តតាកែវដោយបើកបររថយន្តមួយគ្រឿងបាទចាក់ចេញពីខេត្តតាកែវហ្នឹងមកដើរលេងនៅខេត្តកំពតនៅក្នុងថ្ងៃបុណ្យដោយសារចំថ្ងៃបុណ្យពីរអ្នកប្តីប្រពន្ធនោះបានស្វែងរកផ្ទះសំណាក់ជាច្រើនប៉ុន្តែអត់មានផ្ទះសំណាក់ណាទំនេរទេចឹងហើយគាត់ក៏ចាប់ផ្ដើមទេសួរគេចុះឡើងដោយសារមានអ្នកស្គាល់នៅក្នុងខេត្តកំពតខ្លះដែរនោះក៏ទេទៅរើសចំបានផ្ទះសំណាក់មួយកន្លែងដោយសារតែភាពភ័យខ្លាចនិងរន្ធត់ខ្លាំងពេកអញ្ចឹងខ្ញុំសូមមិនបញ្ចេញឈ្មោះផ្ទះសំណាក់ទេព្រោះរឿងនេះដែរវាប៉ះពាល់ទៅលើកិត្តិយសឬក៏ឈ្មោះផ្ទះសំណាក់ដែលបងប្អូនកំពុងតែស្ដាប់នេះតែម្ដងដោយសារជប់គាត់ជ្រៅហើយគ្មានជំរឿផ្សេងទៀតនោះគេក៏សម្រេចចិត្តយកផ្ទះសំណាក់មួយដែលនៅរៀងឆ្ងាយបន្តិចពីរង្វង់មូលខេត្តកំពតបាទហ្នឹងហើយនៅពេលដែលគាត់ចាប់ផ្ដើមជ្រើសរើសផ្ទះសំណាក់ហ្នឹងហើយគាត់ក៏ចាប់ផ្ដើមចតឡានរួចហើយក៏ដើរសម្ដៅចូលទៅក្នុងផ្ទះសំណាក់នោះហើយចៃដន្យអីទៀតគឺផ្ទះសំណាក់ទាំងអស់គឺបានអស់រលីងគឺនៅសល់តែបន្ទប់មួយនៅជាន់ទី2បាទសម្រាប់រឿងនេះដែរខ្ញុំភ្លេចបញ្ជាក់ឈ្មោះតួអង្គរបស់យើងទាំងពីរនាក់ហ្នឹងពីអ្នកប្តីប្រពន្ធហ្នឹងខាងប្រុសហ្នឹងឈ្មោះវាសនាឯប្រពន្ធវិញឈ្មោះចិន្តាហើយអ្នកទាំងពីរទៅរៀបការបានប្រហែលជាខ្ទង់3ខែទេហើយក៏សម្រេចចិត្តបានមកលេងកំពតហើយប៉ងចង់មកលេងកំពតហ្នឹងចង់មកយូរហើយប៉ុន្តែចេះតែអត់មានពេលហើយបន្តមកទៀតអ្នកដែលទទួលភ្ញៀវគេក៏បានជូនពួកគាត់ហ្នឹងឡើងទៅលើជាន់ទី2ហ្នឹងហើយបន្ទប់ហ្នឹងគឺ113បន្ទប់លេខ113នេះគាត់គ្រាន់តែដើរចូលភ្លាមគាត់មានអារម្មណ៍ថាដូចជារឿងប្លែកហើយហាក់បីដូចជាអត់សូវដែលមានមនុស្សមកទេព្រោះមើលទៅបន្ទប់ហាក់បីដូចជាទើបតែសម្អាតអំបញ្ញមិញហ្នឹងចឹងវាសនាក៏ចាប់ផ្ដើមគិតងឿងឆ្ងល់ហើយក៏មិនហ៊ានសួរទេគ្រាន់តែគិតក្នុងចិត្តព្រោះម្យ៉ាងហ្នឹងក៏ខ្លាចប្រពន្ធគាត់ខ្លាចអញ្ចឹងហើយគាត់ក៏ចាប់ផ្ដើមដើរចូលទៅក្នុងហើយរួចរៀបចំវ៉ាលីដាក់ជាធម្មតារួចគាត់ពីរនាក់ក៏ចាប់ផ្ដើមងូតទឹកងូតអីហើយមកគេងនៅលើពូកគេងបានមួយសន្ទុះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាឃ្លានចង់ទៅញ៉ាំអញ្ចឹងហើយប្រពន្ធក៏និយាយថាបងយើងចុះទៅរកអីញ៉ាំបន្តិចទៅអីវាសនាក៏តបថាបាទមានអីយើងទៅរកអីញ៉ាំទៅបងចង់ញ៉ាំពងទាកូនញ៉ាំទឹកក្លុកអីចឹងណាក្រោយនិយាយស្រស់ស្រួលគ្នារួចពួកគាត់ក៏ចាប់ផ្ដើមចាក់សោបន្ទប់រៀបចំអីវ៉ាន់រៀបរយរួចក៏ដើរចុះទៅបាទទៅញ៉ាំអីនៅពេលដែលគាត់ញ៉ាំអីជាញ៉ាំជាធម្មតាញ៉ាំរួចហើយជជែកគ្នាលេងអីនៅកន្លែងញ៉ាំអីហ្នឹងប្រហែលជា1ម៉ោងជាងគាត់ក៏ដើរជុំវិញក្បែរហ្នឹងហើយក៏ត្រឡប់ឡើងមកវិញចូលទៅគេប៉ុន្តែរឿងដែលចម្លែកគ្រាន់តែវាសនាចាក់សោចូលដល់ភ្លាមបងប្អូនស្រាប់តែឃើញដានជើង3 4នៅលើពូកគឺស្នាមដើរនៅពេញពូកតែម្ដងវាសនាចាប់ផ្ដើមប្លែកចិត្តប្រពន្ធចាប់ផ្ដើមមើលមុខមកវាសនាចិន្តាក៏មិនលឺឡើងថាបងមិនក៏មានដានជើងអីពេញពូកអញ្ចឹងឡើយនេះដែរដែលខ្លាចចិន្តាជាប្រពន្ធនឹងខ្លាចវាសនាក៏និយាយបន្លប់ថាអូប្រហែលជាអ្នករៀបចំបន្ទប់ហ្នឹងគេដើរហ្នឹងឲ្យភ្លេចជូតប៉ុន្តែក្នុងចិត្តវាសនាក៏គិតថាមិនដែលអ្នកណាមកដើរនៅលើពូកហើយមិនបោសដីចេញបែបនេះទេទោះធ្វើការងារក៏ដោយដែលឃើញមានប្រឡាក់នៅលើពូកស្នាមដានជើង3 4 5អញ្ចឹងទៅវាសនាក៏ទាញកសែងពគោយកទៅបោសពូកទៅហើយក៏ប្រពន្ធនិយាយពីនេះពីនោះដើម្បីបន្លប់កុំឲ្យប្រពន្ធខ្លាចក្រោយមកវាសនាក៏ចាប់ផ្ដើមបិទភ្លើងហើយនាំគ្នាសង្ងំគេងរាត្រីយប់ជ្រៅក៏បានមកដល់សំឡេងគោះទ្វារចាប់ផ្ដើមបន្លឺឡើងមុនដំបូងវាសនាផ្ទៀងស្ដាប់ស្មានតែបន្ទប់ជាប់នោះកំពុងតែគោះទ្វារហៅគ្នាដោយគោះមិនព្រមជប់វាសនាក៏ចាប់ផ្ដើមក្រោកឡើងទៅមើលនៅពេលដែលបើកទ្វារមើលសំបីតែបន្ទប់ជាប់នោះក៏គ្មានអ្នកណាគោះទ្វារដែរក្រោយមើលរួចវាសនាក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួលសោះវាសនាក៏ដើរចូលទៅវិញព្រមទាំងបិទទ្វារត្រឹមត្រូវហើយដាក់កន្លឹះថែមទៀតមួយសន្ទុះប្រហែលជា10នាទីក្រោយក៏ចាប់ផ្ដើមឮសំឡេងគោះទ្វារម្ដងទៀតម្ដងនេះវាសនាចាប់ផ្ដើមស្ទុះរត់ងើបមកនៅក្បែរទ្វារតែម្ដងដោយចង់ដឹងថាតើអ្នកគោះទ្វារហ្នឹងគឺជាទ្វារបន្ទប់ក្បែរហ្នឹងឬក៏ជាបន្ទប់របស់វាសនាតែម្ដងហើយដោយមិនអស់ចិត្តវាសនាក៏បានដើរចេញទៅក្រៅដើរមើលមកជុំតែហ្មងចង់ដឹងថាតើអ្នកណាជាអ្នកគោះទ្វារជាអ្នកក្បែរហ្នឹងគោះទ្វារហៅគ្នាលេងឬក៏មកគោះបន្ទប់វាសនាតែម្ដងដោយដើរមើលឆែកល្អិតល្អន់មើលគ្រប់បន្ទប់ក៏នៅតែអត់មានឃើញដានថាមានអ្នកណាចេញចូលរត់មកគោះទ្វារវាសនាចាប់ផ្ដើមភ័យចាប់ផ្ដើមគិតក្នុងចិត្តហើយបើចង់ដូរបន្ទប់ឬក៏ដូរផ្ទះសំណាក់ទៅវាអត់មានកន្លែងដេកអញ្ចឹងហើយវាសនាក៏ដើរចូលទៅបន្ទប់វិញហើយក៏និយាយលេងជាមួយប្រពន្ធប្រាប់ប្រពន្ធថាបន្ទប់ដទៃគេគូហៅគ្នាគេទេដើម្បីកុំឲ្យប្រពន្ធគាត់មានអារម្មណ៍ភ័យភិតដោយអង្គុយលេងមួយសន្ទុះក៏ស្ងាត់សំឡេងអត់ឮសំឡេងគោះទ្វារទៀតវាសនានិងប្រពន្ធក៏សម្រេចចិត្តដេកបានប្រហែលជាកន្លះម៉ោងទៅ1ម៉ោងចាប់ដើមឮសំឡេងម្ដងនេះមិនមែនជាសំឡេងគោះទ្វារទៀតទេគឺជាសំឡេងកាយរុករើបង្គន់នៅក្នុងបន្ទប់វាសនាតែម្ដង
វាសនាចាប់ផ្ដើមគិតថាប្រហែលជាចោរប្រហែលជាមនុស្សចង់មកលួចរបស់របរក្នុងថ្ងៃបុណ្យថ្ងៃទានអីចឹងហើយប្រហែលដោយវាសនាមិនអស់ចិត្តវាសនាក៏ក្រោកពីក្រែឡើងស្រែកថាអ្នកណាគេនោះរកអីតែនៅពេលដែលវាសនាទៅដល់បន្ទប់ទឹកគឺទៅទេឡតអត់មានអ្វីទាំងអស់ដោយម្ដងនេះច្បាស់ពេកសំឡេងអញ្ចឹងហើយវាសនាអត់អស់ចិត្តទេចូលក្នុងបន្ទប់ទឹករុករកាយរមើលសូម្បីតែកណ្ដុលក៏អត់ឲ្យមានដែរដោយរុករើអស់ចិត្តណាកដុលក៏អត់មានកលាតក៏គ្មានវាសនានិងប្រពន្ធក៏ចូលទៅដេកវិញដេកបានប្រហែលជាកន្លះម៉ោង1ម៉ោងចាប់ផ្ដើមមានមនុស្សខ្មៅមានធំចាប់ផ្ដើមមកឈរសង្កត់ពីលើវាសនាខំស្រែកតែស្រែកយ៉ាងណាក៏ស្រែកមិនលឺបងប្អូនកន្លែងនេះដែរគេចង់សម្ដៅលើថាខ្មោចសង្កត់ណាបងប្អូនអញ្ចឹងខ្មែរយើងមានជំនឿមួយថាខ្មោចសង្កត់ហ្នឹងដូចថាកន្លែងណាមួយដែលធ្លាប់មានខ្មោចតៃហោងឬក៏មនុស្សស្លាប់ឬក៏មនុស្សដែលត្រូវគេសម្លាប់មនុស្សអត្តឃាតអាហ្នឹងហៅខ្មោចតៃហោងបងប្អូនដល់អញ្ចឹងវាសនាចាប់ផ្ដើមរើបំរាស់ចាប់ផ្ដើមស្រែកផងតែស្រែកក៏វាមិនលឺចាប់ផ្ដើមចង់កម្រើកខ្លួនកេះប្រពន្ធក៏កេះមិនកើតដោយវាសនាត្រូវខ្មោចសង្កត់យ៉ាងយូរហើយរើមិនរួចញើសបែកជោគពេញខ្លួនសំបីតែនៅក្នុងម៉ាស៊ីនត្រជាក់ក៏ដោយមួយទទុះក្រោយមកប្រពន្ធគាត់ក៏បានភ្ញាក់ក្រោកទៅបន្ទប់ទឹកអញ្ចឹងហើយស្រាប់តែវាសនាដឹងខ្លួនដែរការពិតវាសនាកំពុងតែយូរសោកសោះដោយប្រពន្ធគាត់ខ្លាចក៏ប្រាប់ថាបងជូនអូនទៅបន្ទប់ទឹកតិចអញ្ចឹងគាត់ក៏កម្រើកខ្លួនរួចហើយងើបទៅជូនប្រពន្ធទៅបន្ទប់ទឹកក្រោយពីប្រពន្ធគាត់បាត់ដៃបាត់ជើងរួចក៏ចេញមកក្រៅវិញគាត់មិនអស់ចិត្តក៏ចូលក្នុងបន្ទប់ទឹកចូលនោះគឺបំណងចង់ឆែករកមើលភាសាទៀតថាតើមានអ្វីប្លែកនៅក្នុងបន្ទប់ទឹកបានជាសំឡេងហើយនឹងស្អីហ្នឹងគឺលាន់ចេញពីតាមកដុំបន្ទប់ទឹកមកទេលើកនេះវាសនាចូលទៅក្នុងបន្ទប់ទឹកម្ដងទៀតហើយឆែកមើលបន្ទាប់ពីឆែកមើលអស់ចិត្តគ្រប់កន្លែងហើយក៏មិនអស់ចិត្តមកឆែកមើលកន្លែងលុបមុខបងប្អូនហើយនៅពេលដែលវាសនាឆែកឃើញភ្លាមព្រះហើយវាសនាបានឃើញក្រណាត់សមដុំដែលគេចងមានរបស់អ្វីមួយនៅក្នុងនឹងហើយមានទាំងខ្សែសីមាមានទាំងធូបមានទាំងទៀននៅនឹងជាសំណុំត្មងអញ្ចឹងហើយវាសនាចាប់ផ្ដុំភ័យព្រឺសម្បុរខ្ញាក់សក់បាសច្រាងតែម្ដងបងប្អូនក្រោយឃើញហេតុការណ៍នេះភ្លាមវាសនាក៏នៅតែមិនដាច់ចិត្តប្រាប់ប្រពន្ធដែរបើទោះជាប្រាប់ប្រពន្ធទៅក៏មិនដឹងជាដូរផ្ទះសំណាក់ទៅមិនដឹងជាដូរទៅណាហើយម្យ៉ាងមកដែលលងនោះលងតែវាសនាទេហើយវាសនាគិតថាបើចេញទៅដេកមានតែដេកក្នុងឡានអញ្ចឹងហើយវាសនាក៏សំងំប្រមូលស្មារតីហើយក៏ចូលទៅគេងវិញធម្មតានៅក្បែរប្រពន្ធក្រោយគេងបានមួយសន្ទុះវាសនាបែរខ្លួនទៅជញ្ជាំងបន្ទាប់មកវាសនារៀងរស័ព្ទសល់ក៏បែរខ្លួនត្រឡប់មកវិញងាកទៅមើលខាងបន្ទប់ទឹកបងប្អូនហើយវាសនាក៏ចាប់ផ្ដើមឃើញស្រមោលមនុស្សប្រុសម្នាក់ឡងស្ទង់ខ្មៅសក់វែងប្រះស្មាវាសនាចាប់ផ្ដើមញាក់ញ័រភ័យស្តក់ស្លុតយ៉ាងខ្លាំងវាសនាក៏ចាប់ផ្ដើមសេវាអោបប្រពន្ធទាំងញាក់ញ័រម្ដងនេះវាសនាលែងគិតថាប្រពន្ធខ្លាចមិនខ្លាចហើយវាសនាបានប្រាប់ប្រពន្ធតែម្ដងអូនណាបងបានឃើញរបស់អ្វីមួយដែលចម្លែកច្រើនណាស់តាំងពីចូលមកតែបងអត់ដាច់ចិត្តប្រាប់អូនសោះគ្រាន់តែគាត់ចាប់ដើមនិយាយប្រាប់ប្រពន្ធព្រមប្រពន្ធក៏ចាប់ដើមទាញទូរស័ព្ទមកមើលមកពេលនោះម៉ោង 2 ម្លងអាទៀតហើយប្រពន្ធក៏ថាបងចុះយើងត្រូវទៅណាទៅប្តីក៏និយាយថាអូនបងលែងខ្វល់ថាយើងត្រូវទៅណាហើយសំខាន់បំផុតយើងត្រូវចេញពីបន្ទប់ផ្ទះសំណាក់នេះឲ្យទាល់តែបានក្រោយពីនិយាយចប់ពួកគេក៏ចាប់ផ្ដើមរៀបចំវ៉ាលីរៀបចំកៅអៅចេញពីបន្ទប់ហើយលែងគិតថាបានដេកឬមិនបានដេកទេពេលនេះគឺចង់ដេកតាមផ្លូវក៏ល្អជាងដេកនៅក្នុងបន្ទប់ផ្ទះសំណាក់ហ្នឹងដែរអញ្ចឹងពួកគេក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់រៀបវ៉ាលីរៀបកៅអៅនិងសម្ភារៈជាច្រើនទៀតហ្នឹងដាក់ចូលវ៉ាលីហើយចាក់ចេញទៅក្រោយពីចេញទៅពួកគេក៏សម្រេចចិត្តទៅគេងនៅក្នុងឡាននៅក្បែររង្វង់មូលផ្លែទុរេនហ្នឹងឯងរងចាំព្រឹកឡើងដើម្បីជួបជុំសាច់ញាតិដែលនៅកពតហ្នឹងដើម្បីដើរលេងអញ្ចឹងហើយស្អែកឡើងពួកគេក៏ចាប់ផ្ដើមបានជួបបងប្អូនសាច់ញាតិរបស់គាត់អញ្ចឹងទៅហើយដល់ពេលដើរលេងជាមួយគ្នាបានប្រហែលជាមកសន្ទុះធំពួកគាត់ក៏ចាប់ផ្ដើមសួរនាំរឿងផ្ទះសំណាក់នៅម្ដុំហ្នឹងក្រោយនិយាយចង់បងប្អូនដែលនៅកពតហ្នឹងគេក៏មិនលឺឡើងថាអូខ្ញុំភ្លេចទៅកាលពីថ្ងៃមុនហ្នឹងមានមនុស្សម្នាក់ប្រុសធ្វើអត្តឃាតនៅក្នុងបន្ទប់ផ្ទះសំណាក់មួយហ្នឹងអញ្ចឹងហើយវាសនាក៏ចាប់ផ្ដើមលើកដៃប្រណម្យហើយសំពះទៅលើមេឃថាអូព្រះអង្គហើយសំណាងហើយដែលយើងចេញមករួចកុំអីយប់នេះមិនដឹងជាមានរឿងអីកើតឡើងខ្លះទេហ្នឹងហើយបងប្អូនកន្លែងនេះដែរអញ្ចឹងបានថាយើងដល់ពេលដែលធ្វើដំណើរទៅលេងទីចិត្តទីឆ្ងាយកន្លែងផ្ទះសំណាក់សន្តាគារផ្សេងមុននឹងយើងចូលទៅដេកឬទៅស្នាក់យើងត្រូវសួរនាំឬក៏បាទសាកសួរព័ត៌មានអ្នកម្ដុំហ្នឹងសិនព្រោះថាយើងមិនអាចចេះចូលគេងបានទេព្រោះពេលខ្លះយើងនឹងអាចចំកន្លែងហ្នឹងបន្ទប់113ជាបន្ទប់ពិសេសតែម្ដងបាទហើយរឿងនេះដែរគឺជារឿងពិតបងប្អូនជារឿងមួយដែលមិត្តភ័ក្តិខ្ញុំបាននិទានប្រាប់គេប្រាប់រឿងនេះមិនមែនទើបតែប្រាប់ឥឡូវគេប្រាប់ចូល2ឆ្នាំហើយប៉ុន្តែកាលពីមុនខ្ញុំមិនបានធ្វើបាននិទានសម្រាយរឿងអីទេហើយជាចុងក្រោយក៏សូមគោរពលំអោនកាយគោរពលាពុកម៉ែបងប្អូនជាទីគោរពសូមជួយ like និងចុចសញ្ញាកណ្ដឹងរួចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមគោរពលា